តាកែវគឺជាខេត្តមួយដ៏មានវ័យចំណាស់ជាងគេនិងមានប្រាសាទបុរាណជាច្រើននិងសម្បូរទៅដោយធនធានធម្មជាតិជីវៈចម្រុះដ៏សម្បូរបែបយ៉ាងណាមិញស្រុកបរិយជលសានិងស្រុកកអណ្ដែតមានតំបន់អភិរក្សនិងជាតំបន់ទស្សនាសត្វស្លាបមួយមានឈ្មោះថាតំបន់ការពារទេសភាពបឹងព្រៃល្ពើទីនេះគឺជាតំបន់ដីសើមដ៏ធំមួយត្រូវបានផ្ដល់ជាទីជម្រកដល់ពពួកសត្វស្លាបទឹកជាច្រើនប្រភេទដែលបានផ្លាស់ប្ដូរទៅតាមរដូវកាលដែលមានរយៈពេល6ខែលិចទឹកនិង6ខែទៀតគោកដែលជាច្បាប់ធម្មជាតិកំណត់នៅទីនេះចាប់តាំងពីឆ្នាំ2020សត្វស្លាបជាច្រើនប្រភេទបានមកប្រមូលផ្ដុំក្នុងតំបន់ស្នូលនិងធ្វើការកាច់សម្បុកពងគោនៅទីនេះបើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេល5ឆ្នាំមកហើយក្នុងនោះរួមមានក្រសាប្រផេះក្រសាធ្នង់ក្អែកទឹកតូចក្អែកទឹកមជ្ឈុំខ្វែកស្មោញចង្កៀខ្យងរនាលពោក៏ក្រុមតូចជាដើមដោយសារតែសក្តានុពលនិងជីវៈចម្រុះដ៏សម្បូរបែបនិងកត្តាធម្មជាតិអំណោយផលទើបសត្វស្លាបទាំងអស់សម្រេចចិត្តពងគោនៅទីនេះមិនថារដូវប្រាំងឬក៏រដូវវស្សានោះទេសូមចូលរួមកិច្ចការពីតំបន់ការពារទេសភាពបឹងព្រៃល្ពៅដើម្បីយើងទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនា